គួរឲ្យសោកស្ដាយពេលដែលបានឃើញវីដេអូមួយនេះហេតុអ្វីសិលធម៌យុវជនយុវនារីយើងមានការធ្លាក់ចុះសូមអាជ្ញាធរជួយណែនាំម្ចាស់ហាងសហការរួមទប់ស្កាត់នៅសកម្មភាពទាំងនេះផងដើម្បីជំរុញលើកកម្ពស់តម្លៃសិលធម៌ការយល់ដឹងរបស់យុវជនយុវនារីរបស់យើងវីដេអូទាំងថ្ងៃចេះនេះកើតឡើងនៅហាងមួយកន្លែងសង្កាត់បឹងត្របែកខណ្ឌចង្ការមនរាជធានីភ្នំពេញខំមកទេបងផ្លូវ432បងនៅក្រោយសាលាទូទៅ